ថ្មីពេលវេលាថ្មីជាមួយនឹងទេសភាពដ៏ស្រស់បំព្រងនិងសែនរញ៉េរញ៉ៃនៅក្នុងបន្ទប់គេងរបស់ខ្ញុំសំឡេងម៉ោងរោទ៍បានបន្លឺឡើងដែលបានបញ្ជាក់ប្រាប់ថាដល់ម៉ោងត្រូវទៅសាលារៀនជាថ្មីនេះបើសរុបទៅគឺជាថ្ងៃទី2ហើយខ្ញុំក៏បានទាញយកថ្នាំដុសធ្មេញមកច្របាច់នៅនឹងច្រាសដុសធ្មេញពេលនោះខ្ញុំរៀបនឹងដុសធ្មេញទៅហើយស្រាប់តែខ្ញុំបានមើលទៅនឹងកញ្ចក់ពេលនោះខ្ញុំក៏បានស្រែកថានាងកប៉ាល់ភ្លើងពធមុខរបស់ខ្ញុំបានថាមួយជំហៀងគឺដោយសារតែនាងច្រមុះតែម្នាក់គត់តើឲ្យខ្ញុំទៅរៀនយ៉ាងម៉េចគិតទៅនេះត្រឹមតែជាថ្ងៃទី2នៃការចូលរៀនសោះវាបែបនេះទៅហើយយ៉ាងណាក៏ត្រូវតែទៅដែរខាងមិនបាននោះទេណាមួយទឹកទៅចូលសិក្សាផងខ្លាចលោកគ្រូគាត់ពិន័យក្រោយពីបានងូតទឹករួចរាល់ខ្ញុំក៏បានរៀបចំខោអាវហើយក៏បានជិះម៉ូតូទៅសាលារៀនបន្ទាប់ពីបានជិះម៉ូតូបានមួយសន្ទុះមកខ្ញុំក៏បានមកដល់សាលារៀនរួចក៏បានធ្វើដូចជារាល់ដងខ្ញុំក៏បានយកម៉ូតូទៅដាក់នៅកន្លែងផ្ញើរួចខ្ញុំក៏បានដើរសំដៅទៅកាន់បន្ទប់សិក្សាខណៈពេលដែលខ្ញុំកំពុងតែដើរនោះទៀតសោតស្រាប់តែវិចិត្រក៏បានមកដល់ហើយក៏បានហៅខ្ញុំទៅអង្គុយលេងនៅលើបង់នៅនឹងជាប់បន្ទប់រៀនរបស់ខ្ញុំរួចគេក៏បាននិយាយថារដ្ឋាយប់នេះយើងទៅអង្គុយញ៉ាំអីបន្តិចនៅផាប់មួយកន្លែងនៅឯមាត់ទន្លេទីនោះមានខ្យល់អាកាសល្អខ្លាំងណាស់ឯងឲ្យយើងទៅយ៉ាងម៉េចទៅមិនមើលមុខគ្នាទេឬហើយមុខឯងកាត់អីហើយទៅត្រូវនឹងស្អីនោះមានត្រូវនឹងស្អីគឺស្នាដៃប្អូនស្រីជីដូនមួយរបស់ឯងហ្នឹងគេក៏បានសើចហើយក៏បាននិយាយចំអន់កាន់ខ្ញុំថាមើលមុខឯងអញ្ចឹងទៅពិតជាស្អាតខ្លាំងណាស់និយាយផងសើចផងខ្ញុំទ្រាំមិនបានក៏ស្ទុះដេញវាយគេរត់ពេញសាលាអាចនិយាយបានថាពួកយើងដូចជាកូនក្មេងអញ្ចឹងលោករត់ដេញគ្នាបានមួយសន្ទុះមកពួកយើងក៏បានរត់មកជួបនឹងប្អូនស្រីរបស់វិចិត្រពេលនោះពួកខ្ញុំក៏បានឈប់ហើយនាងច្រមុះនោះក៏បាននិយាយទៅកាន់វិចិត្រថាបងវិចិត្រនេះបងស្គាល់អបិរុកចិត្តនេះដែរតើមែនទេអ្នកនាងខ្ញុំមិនបានរកចិត្តដូចអ្នកនាងគិតនោះទេខ្ញុំនិយាយជាមួយបងខ្ញុំមិនបាននិយាយជាមួយនឹងលោកឯងនោះទេណែអ្នកនាងកុំឆ្នះខ្លាំងពេកប្រយ័ត្នអត់ប្តីទៅនេះនាយបងវិចិត្រមើលនាងម្នាក់នេះថាឲ្យខ្ញុំមកវិចិត្រក៏បានតបហើយក៏បាននិយាយថាមកពីអូនឯងកាចមែនហ្នឹងតើបងកាន់ជើងគេតើមែនទេបងមិនបានកាន់ជើងគេទេគ្រាន់តែបងនិយាយការពិតទេតើចាំមើលទៅបងឯងពេលទៅដល់ផ្ទះវិញដឹងគ្នាជាមួយនឹងខ្ញុំហើយបងខ្លួនឯងមិនជួយការពារទេបែរជាការពារអ្នកដទៃទៅវិញនាងនិយាយរួចហើយក៏ដើរចេញទៅទាំងមុខរញ៉ៅពេលនោះវិចិត្រក៏បាននិយាយមកកាន់ខ្ញុំបន្តទៀតថាដាច់បាយទៀតហើយខ្ញុំមិនបានត្រូវជាដាច់បាយហើយឯងធ្វើឆោតឬក៏ឯងឆោតហ្នឹងមកពីនាងនៅផ្ទះជាមួយនឹងយើងនឹងហើយនាងជាអ្នកធ្វើម្ហូបឲ្យគ្នាញ៉ាំរាល់ថ្ងៃតែឯងដឹងទេមិនអីទេស្អែកនឹងលេងអីហើយណែគ្នានៅជាមួយនាងរាល់ថ្ងៃគឺយើងដឹងពីចិត្តនាងច្បាស់ណាស់អន់ណាស់ក៏មួយអាគិតដែរដល់ថ្នាក់នឹងផងប្រកាសហើយខណៈពេលដែលខ្ញុំនិយាយគ្នាស្រាប់តែសំឡេងកណ្ដឹងរោក៏បានរោឡើងដែលបញ្ជាក់ប្រាប់ថាដល់ម៉ោងចូលរៀនហើយពេលនោះខ្ញុំក៏បាននិយាយលាគ្នាទៅកាន់វិចិត្រដើម្បីនឹងចូលបន្ទប់រៀនរៀងខ្លួនពេលវេលាពី1ម៉ោងទៅ1ម៉ោងពិតជាដើរលឿនដូចជាគេកុហក
សំឡេងសត្វសារិកាកំពុងតែបូររកគ្នាប្រៀបដូចបានទៅនឹងទាំងគូស្នេហាដែលកំពុងតែស្រឡាញ់គ្នាយ៉ាងស្អិតរមួតដូចជាក្រុមមុនដែលគេកំពុងតែសូនបានមកមើលជាមួយនឹងដើមឫស្សីវិញត្រកួតគ្នាបន្លឺចេញជាសំឡេងមកយ៉ាងពីរោះរំដំបានមកដល់នាំអារម្មណ៍ឲ្យខ្ញុំនឹកទៅដល់ស្រុកកំណើតជានិច្ចគិតទៅស្មាននេះមិនដឹងថាពុកម៉ែរបស់ខ្ញុំពួកគាត់មិនដឹងថាកំពុងធ្វើអ្វីនោះទេពួកគាត់ខំណាស់ដើម្បីរកប្រាក់មកផ្គត់ផ្គង់ឲ្យខ្ញុំរៀនបន្ថែមខណៈពេលដែលខ្ញុំកំពុងតែស្មុគស្មាញអារម្មណ៍ទៀតសោតនោះស្រាប់តែវិចិត្រក៏បានដើរមកដល់ហើយក៏បាននិយាយមកកាន់ខ្ញុំថាណែប្រុសសង្ហានេះឯងកំពុងតែគិតរឿងអីហ្នឹងមើលទៅដូចជាមិនសូវសប្បាយចិត្តសោះមកពីគ្នានឹកដល់ពុកម៉ែហ្នឹងណាមិនដឹងស្មាននេះពួកគាត់យ៉ាងណាទៅហើយទេហើយក៏មិនដឹងថាគាត់បានពិសាបាយហើយឬនៅគ្នាពិតជាពិបាកចិត្តខ្លាំងណាស់ជីវិតជាអ្នករស់នៅតាមទីជនបទនេះណាគឺពិបាកខ្លាំងណាស់តម្រាំបានរកប្រាក់ម្ដងគឺញើសហូរពីក្បាលរហូតដល់ចុងជើងនិយាយចឹងពុកម៉ែរបស់ឯងប្រកបមុខរបរអ្វីដែរគ្រួសារគ្នាប្រកបមុខរបរតូចខ្លាំងណាស់ត្រឹមតែមួយរូបហើយចិញ្ចឹមកម្មករ100នាក់តែប៉ុណ្ណឹងទេបធោប៉ុណ្ណឹងហើយតូចទៀតត្រូវហើយឯងមើលនេះក្នុងទូរស័ព្ទគឺរឿងគ្នានិយាយចេញមកតាមរឿងមួយនេះឯងដុតយើងផងនិយាយរួចពួកខ្ញុំក៏បានសើចហើយក៏បានក្រឡេកទៅនៅខាងទៀតនៃរបងសាលាក៏បានឃើញគេលក់មីឆានៅក្បែរនោះខ្ញុំក៏មិនបងអង្គយូរក៏បានបបួលវិចិត្រទៅកន្លែងគេលក់មីឆានោះដែលបានបន្តិចខ្ញុំក៏បានមកដល់ហើយក៏យកដៃទៅទាញយកកៅអីមួយមកអង្គុយចុះរួចអ្នកមីឆាក៏បានសួរមកកាន់ខ្ញុំថាអូនពីរនាក់ចង់ញ៉ាំអីដែរពេលនោះខ្ញុំក៏បានសួរទៅកាន់គាត់ថាអញ្ចឹងមីងមានលក់អ្វីខ្លះគាត់ក៏បានឆ្លើយមកកាន់ខ្ញុំវិញថាមានបាយឆាសាច់គោមីស៊ុបមីឆាបបរគ្រឿងគុយទាវជាដើមក្មួយបាទអ្នកមីងខ្ញុំសូមយកមីឆាសាច់គោមួយចានមកនេះចាត់ឯងញ៉ាំអីហើយទៅចាំគ្នាប៉ាអញ្ចឹងអ្នកមីងដាក់ដូចគ្នាមកអ្នកមីងចាស់ក្មួយក្រោយពីបានហៅមីឆាអ្នកមីងរួចមកខ្ញុំក៏បានសួរទៅកាន់វិចិត្រវិញថាណែវិចិត្រឯងជាបងប្រុសរបស់នាងជ្រលើមនោះច្បាស់ណាស់ថាឯងដឹងថានាងចូលចិត្តធ្វើអ្វីពុំខានណែឯងជួយប្រាប់គ្នាបន្តិចមើលអូហូលោកបងនេះប្រងសួរឆាយចឹងតែម្ដងមែនទេណែកុំចង់យកមីឆាមួយចាននេះមកឲ្យយើងប្រាប់ឯងនោះវាមិនអាចទេវយណាជួយគ្នាបន្តិចទៅបានជាគ្នាចាត់ទុកថាអាណិតគ្នាទៅចុះណាសុកបងវណាហើយបានយើងជួយឯងមួយចុះឲ្យទូរស័ព្ទឯងមកឯងយកធ្វើអីក្រែងតែចង់ដឹងថានាងចូលចិត្តអីមែនទេខ្ញុំក៏បានហុចទូរស័ព្ទទៅឲ្យវិចិត្ររួចវិចិត្រក៏បាននិយាយថានេះរួចហើយខ្ញុំក៏បានយកទូរស័ព្ទពីវិចិត្រវិញហើយយកមកមើលពេលនោះខ្ញុំក៏បាននិយាយបន្តទៀតថាសុកម៉ាលីននេះគឺជា Facebook របស់នាងទៅតាត្រូវហើយឯងចង់ដឹងថានាងចូលចិត្តអីមើលក្នុងនឹងទៅបើអាចឆាតទៅផងទៅក្រែងនាងលែងខឹងនឹងឯងអូលោកបងលេងនៅថ្នាក់នឹងផងឬណែមនុស្សស្រីស្រួលលួងណាស់តែមួយផ្លែតទេគឺបាត់ហើយខ្ញុំថាមិនដូចជាឯងនិយាយទៅដឹងឯងសាកសិនទៅដឹងហើយចុះបើនាងខឹងកាន់តែខ្លាំងតើអ្នកណាធានាលើយើងទៅអានឹងជារឿងរបស់ឯងទេគ្នាមិនដឹងទេលោកបងចង់យករូបខ្លួនតែម្នាក់ឯងមែនទេហ្នឹង
ពេលនោះខ្ញុំកំពុងតែនិយាយគ្នាសុកស្រាប់តែអ្នកមីងលោកមីឆាក៏បាននិយាយមកថាមីរបស់ប្អូនបានមកដល់ហើយពួកប្អូនមានត្រូវការអ្វីទៀតទេបាទអ្នកមីងសុំទឹកសុបពីរដបសុំអាត្រជាក់ដល់បេះដូងនោះអ្នកមីងចាស់មួយខណៈពេលដែលខ្ញុំកំពុងតែញ៉ាំមីឆាជាមួយនឹងវិចិត្រស្រាប់តែខ្ញុំបានឃើញនារីពីរនាក់រៀងស្រឡូនសក់ប្រស្មាស្លៀកសំពត់បត់ចិញ្ចើមក្រាស់បបោមាត់កែឈូកដើរសម្ដៅមកកាន់កន្លែងអ្នកមីងលោកមីឆាពេលនោះអ្នកនាងម្នាក់នោះក៏បាននិយាយទៅកាន់អ្នកមីងលោកមីឆាថាអ្នកមីងសុំបាយឆាម្រះព្រៅមួយដាក់ម្ទេសផងអ្នកមីងឬដូចនោះខ្ញុំក៏បាននិយាយកាត់សម្ដីទៅកាន់នាងវិញថាញ៉ាំសុទ្ធតែរបស់ក្រហល់ក្រហាយអញ្ចឹងបានជាឆ្នះខ្លាំងណាស់នាយរកចិត្តទុកមាត់អង្គុយហូបមីឆារបស់នាយឲ្យបានឆ្ងាញ់ទៅក្រែងខ្ញុំអត់មិនបានបែកមាត់ខានបានហូបទៅអ្នកវិចិត្រឯងថាទៅមើលទីនេះដូចជាមានភ្លើងមកពីណាមិនដឹងទេមកឆេះនៅទីនេះបានជាក្តៅខ្លាំងម្ល៉េះមើលទៅងូតទឹកឲ្យបាត់ក្តៅល្អជាជាងនៅកន្លែងនេះនាំតែឆេះរាវដើរកាន់តែខ្លាំងនេះនិយាយមកនេះនាងដើរមកខ្ញុំមែនទេខ្ញុំមិនបានរៀបដើមទៅអ្នកនាងទេបានអ្នកនាងចង់បានក៏ទទួលយកទៅនាយតោះវិចិត្រយើងទៅបងវិចិត្រនេះបងចង់ទៅណាគឺបងគឺទៅថ្នាក់រៀនបងទៅសិនហើយបិទធោអើយមានបងប្រុសមិនដូចជាមានបងប្រុសពេលនោះខ្ញុំក៏បានដាក់ចេញមកទាំងទឹកមុខខ្ញុំញញឹមតែម្នាក់ឯងពេលនោះវិចិត្រក៏បានសួរមកកាន់ខ្ញុំថានេះឯងនិយាយអំបញ្ញមិញនេះធ្ងន់ណាស់វើយឯងមិនខ្លាចនឹងខឹងលើដើមទេឬមិនអីទេរឿងហ្នឹងទុកឲ្យគ្នាជាអ្នកដោះស្រាយឯងភ្លេចហើយមែនទេថាយើងភ្នាល់គ្នានោះអីយើងចាំតែមើលឯងទេបានហើយបំបែកគ្នាសិនចុះយើងប្រញាប់ទៅផ្ទះហើយជប់សិនក្រែងមិនទាន់ចប់ម៉ោងរៀនឯណាឯងនឹងមើលមុខគ្នាទេអីថាវាហើមប៉ុណ្ណាអញ្ចឹងហើយបានជាលោកគ្រូឲ្យគ្នាចេញទៅផ្ទះមុននឹងណាល្អហើយអញ្ចឹងចាំជួបគ្នានៅថ្ងៃស្អែកគ្នាមិនបានមកទេតោះតែខាន់ស្អែកបានគ្នាមកវិញមិនអីទេអញ្ចឹងយ៉ាងណាចាំឆាតរកគ្នាអញ្ចឹងក្រោយពីបាននិយាយគ្នាចប់ខ្ញុំក៏បានទៅកន្លែងយកម៉ូតូរួចក៏លើកដៃលាទៅកាន់វិចិត្រពេលវេលាចេះតែរំកិលទៅមុខបន្តិចម្ដងមិនថាឡើយរុក្ខជាតិក៏ចេះតែលូតលាស់រីកដុះដាលធំទៅដើមចាស់ក៏ងាប់បានអស់ក៏ដុះមកនៅដើមថ្មីអ្វីវាមិនអាចនៅថិតថេររហូតនោះទេមិនខុសអីពីរឿងស្នេហាទេជួនកាលក៏ជួបជួនកាលក៏មិនបានជួបគ្នាតែយ៉ាងណាកុំអត់សង្ឃឹមអីអ្វីតែតែមានគូវាទោះយូរឬឆាប់កុំតែជួបចូលកុំអត់សង្ឃឹមពេកអីតស៊ូឡើងបានហើយឈប់និយាយហើយរាត្រីសួស្តី